មនុស្សម្នាក់មិនដូចគ្នាទេតតែអ្នកជួបឬឆ្លងកាត់ផ្ទាល់ទើបយល់ច្បាស់ថាបែបណាជីវិតពិតមិនដូចការគិតការស្រមៃទេគឺជាជីវិតដែលកំពុងឆ្លងកាត់រឿងរ៉ាវជាក់ស្ដែងសម័យនេះគេចាយលុយជាធំគ្មានអ្នកណាម្នាក់ចំណាយពេលវេលារបស់ខ្លួនឯងធ្វើរឿងឥតប្រយោជន៍ទេទោះអ្នកមានទឹកចិត្តនិងភាពស្មោះត្រង់ក៏គ្មានន័យដែរលុយអាចបញ្ជាក់អ្វីៗបានគ្រប់យ៉ាងត្រូវមោទនភាពចំពោះខ្លួនឯងហើយកុំរងចាំពាក្យសរសើរពីអ្នកដទៃព្រោះគ្រប់ដំណក់ញើសឈាមនិងការតស៊ូរបស់យើងមានតែយើងទេដែលដឹងច្បាស់ខ្លួនយើងកុំសំដីលយពេកអ្នកធ្វើដាក់គេនិយាយថាគ្រាន់រឿងប៉ុណ្ណឹងសោះក៏រំលើកមកដែរមិនបំភ្លេចចោលទៅចោះបើខ្ញុំធ្វើដាក់អ្នកវិញអ្នកប្រហែលទ្រាំមិនបានដូចខ្ញុំទេគ្មានអ្នកណាផ្លាស់ប្ដូរខ្លួនយើងបានក្រៅពីខ្លួនយើងទេកុំរំពឹងថាមាននរណាម្នាក់អាចផ្លាស់ប្ដូរក្តីស្រមៃរបស់យើងបានឲ្យសោះព្រោះមានតែយើងខ្លួនឯងទេដែលអាចផ្លាស់ប្ដូរបានមានតែជំងឺខ្ជិលទេដែលធ្វើឲ្យយើងទៅមុខមិនបានឆ្ងាយហើយក៏មិនរីកចម្រើនដែរបើយើងជាមនុស្សខំធ្វើការលើសពីប្រាក់ខែមានន័យថាយើងកំពុងសាងតម្លៃឲ្យខ្លួនឯងធ្វើជាមនុស្សចេះក្រែងចិត្តមិនថាទំនាក់ទំនងជាមួយនរណាក៏ដោយប្រាប់ខ្លួនឯងឲ្យរៀនចេះក្រែងចិត្តទោះតម្លៃអ្នកក៏នៅត្រង់នឹងដែរមានគំនិតគឺល្អហើយប្រសិនបើអ្នកមិនអនុវត្តវាទេវានឹងគ្មានន័យអ្វីឡើយគំនិតគឺជាក្របពូជដែលអ្នកមានហើយតែមិនព្រមដាក់ដាំមានជីវិតរស់មានការងារធ្វើឬក៏មានមុខរបរតិចតួចទោះយំខ្លះកំសត់ខ្លះក៏រាប់ថាសំណាងយើងដែរពេលយើងគិតថាយើងលំបាកសូមចាំថាអ្នកផ្សេងគេលំបាកជាងយើងទៀតកុំទុកចិត្តគេពេកព្រោះថាអ្នកខូចបានប្រឌិតរឿងមួយទៅហើយប៉ុន្តែអ្វីដែលអន់ជាងនេះទៀតគឺអ្នកជឿចិត្តមនុស្សមិនទៀងឡើយថ្ងៃនេះស្រឡាញ់ថ្ងៃក្រោយស្អប់ក៏ថាបានយើងរីករាយជាមួយជីវិតសាមញ្ញរបស់យើងទោះត្រូវដើមអ្នកឯងក៏ដោយកុំទ្រាំជាមួយអ្វីដែលធ្វើបាបផ្លូវចិត្តយើងយូរពេកហើយកុំរស់ដើម្បីឲ្យគេសរសើរឬអាណិតនោះទេវាយតម្លៃគេដោយវាចាកុំភ្លេចបើកក្របភ្នែកមើលសន្តានខ្លួនឯងផងអ្នកមិនអាចខ្លាយជាមនុស្សបរិសុទ្ធបានទេក្នុងពេលដែលអ្នកកំពុងតែនិយាយអាក្រក់ពីអ្នកដទៃមិនចាំបាច់ឲ្យអ្នកណាមកចូលចិត្តយើងគ្រប់គ្នានោះទេហើយយើងក៏មិនចាំបាច់ត្រូវខ្វល់ខ្វាយអ្វីច្រើនពេកដែរការដកខ្លួនចេញពីកន្លែងដែលគេមើលមិនឃើញពីតម្លៃយើងគឺជាការថែទាំខ្លួនឯងជីវិតមិនដូចគ្នាទេគេមានបុណ្យគេយើងមានបុណ្យយើងរៀនត្រេកអរនឹងអ្វីដែលយើងរកបានហើយខំបន្តទៀតពិភពលោកនេះមិនតម្រូវឲ្យយើងពូកែគ្រប់រឿងទេតែតម្រូវឲ្យយើងរឹងមាំយើងនៅស្ងៀមស្ងាត់ប្រសើរជាងយើងនិយាយពាក្យដែលឥតបានការយើងរក្សាចិត្តឲ្យស្ងប់និងស្អាតបរិសុទ្ធគឺជាប្រភពនៃសេរីសួស្តីយ៉ាងពិតប្រាកដ